ចូលរួមប្រជុំរដ្ឋសភាក្នុងសម័យប្រជុំលើកទី6នីតិកាលទី7ដើម្បីធ្វើការពិភាក្សានិងអនុម័តលើរបៀបវារៈចំនួន5មួយការបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាជិកភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួន01រូបឯកឧត្តមប្រាក់សំអឿនជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសពីការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តនិងពិធីសារនៃអនុសញ្ញាស្តីពីប្រាតភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន3ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក4ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារនិងសំណង់5ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្តរាជធានីភ្នំពេញព្រឹកថ្ងៃអង្គរទី14កក្កដាឆ្នាំ2026ហ៊ុនម៉ាណែត Hun Manet កម្ពុជា Cambodia សន្តិភាពនៅកម្ពុជា Peace in Cambodia